ការពីប្រៃនាយមានចចកដ៏លោភលន់មួយក្បាលកំពុងស៊ីអាហារយ៉ាងឆ្ងាញ់ពិសាដោយសារតែវាស៊ីលឿនពេកឆ្អឹងមួយដុំក៏បានឆ្លាក់ក្នុងបំពង់ករបស់វាឈឺចាប់ណាស់ហើយរត់ទៅគ្រប់ទិសទីដើម្បីរកជំនួយវាបានជួបសត្វគោមួយក្បាលហើយបានអង្វរឲ្យសត្វគោជួយប៉ុន្តែសត្វគោមិនខ្វល់ហើយបន្តការងាររបស់វាចចកអស់សង្ឃឹមក៏ទៅអង្គុយយំនៅមាត់ទន្លេពេលនោះនាងកុកដ៏ស្រស់ស្អាតមួយរូបបានហោះចុះមកក្បែរនោះចចកឃើញហើយក៏ប្រញាប់អង្វរនាងកុកនោះភ្លាម Kind Miss Crane, please have mercy and help me. I am going to die. ចចកបានសន្យាថានឹងឲ្យរង្វាន់យ៉ាងធំប្រសិនបើនាងជួយនាងកុកស្ទាក់ស្ទើរព្រោះខ្លាចចចកដ៏កាចសាហាវនេះប៉ុន្តែដោយចិត្តអាណិតនាងក៏យល់ព្រមជួយចចកក៏ដេកចុះហើយហាមាត់យ៉ាងធំនាងកុកបានលុកជំពុះដ៏វែងរបស់នាងចូលទៅក្នុងមាត់ចចកនាងបានរាវរកឃើញឆ្អឹងដែលជាប់នោះនាងបានគៀបឆ្អឹងនោះចេញហើយទាញវាចេញមកក្រៅទីបំផុតឆ្អឹងក៏បានចេញមកចចកមានអារម្មណ៍ថាធូរស្រាលណាស់នាងកុកក៏សួររករង្វាន់ដែលចចកបានសន្យាថាឲ្យនាង So relieved. Mr. Wolf, now please give me the reward you ពេលនោះ promised. ស្រាប់តែទឹកមុខរបស់ចចកប្រែប្រួលភ្លាមវាសង្គ្រឹះថ្មិញដាក់នាងកុកយ៉ាងកាចសាហាវចចកនិយាយដោយសំឡេងខ្លាំងៗថា What? You dare overlord? You put your head inside a wolf's mouth. That is your reward! Get away quickly! នាងកុកមានការសោកសៅនិងខកចិត្តយ៉ាងខ្លាំងចំពោះការបោកប្រាស់នេះនាងបានទទួលមេរៀនថ្មីមួយហើយនាងក៏ហើរចេញទៅឆ្ងាយចំណែកឯចចកវិញក៏នៅម្នាក់ឯងមិនយូរប៉ុន្មានវាក៏ឃ្លានម្ដងទៀតប៉ុន្តែគ្មាននរណានៅក្បែរនោះទេរឿងនិទាននេះចង់បង្រៀនប្រដៅយើងថាកុំរំពឹងការតបស្នងពីមនុស្សដែលមិនស្គាល់គុណ